Gerbang Sukma yang mati akan balik. សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងបែបរន្ធត់របស់ឥណ្ឌូនេស៊ីដែលទើបតែនឹងចេញថ្មីរៀងយូរដែរលើកយកមកធ្វើការសម្រាយជូនអ្នកទាំងអស់គ្នាទស្សនាហើយសាច់រឿងលើកនេះគឺពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវមន្តអាគមនិងវិញ្ញាណខ្មោចដែលគេប្រើប្រាស់ឲ្យមកធ្វើបាបគ្រួសារមួយជាពិសេសវិញ្ញាណខ្មោចនោះគឺវាចូលចិត្តតែនារីដែលមានផ្ទៃពោះតែប៉ុណ្ណោះដូច្នេះនារីដែលមានផ្ទៃពោះនៅក្នុងគ្រួសារមួយហ្នឹងគឺជាផ្ទាំងស៊ីបដ៏ធំមួយរបស់ពពួកវិញ្ញាណគ្រូអាគមឬក៏វិញ្ញាណខ្មោចទាំងអស់នោះហើយប្តីរបស់នាងក៏ចាប់ផ្ដើមសង្ស័យព្រោះតែនៅក្នុងផ្ទះនេះចេះតែមានរឿងចម្លែកមិនឈប់ទទេសោះពីមួយថ្ងៃទៅមួយថ្ងៃមិនយូរប៉ុន្មានរឿងរ៉ាវចម្លែកនោះក៏ត្រូវបានពួកគេចាប់ផ្ដើមសង្ស័យនិងស្វែងរកពីការពិតថាតើមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដទាំងដែលពួកគេមិនដឹងថាកំពុងតែរស់នៅជាមួយនឹងខ្មោចនោះទេដូច្នេះដើម្បីចង់ដឹងថាសាច់រឿងនេះគួរឲ្យខ្លាចយ៉ាងណាសូមទស្សនាទាំងអស់គ្នាផ្ដើមនៃសាច់រឿងដំបូងមាននារីម្នាក់ដែលនាងមានឈ្មោះថាស្រីនាងកំពុងតែកប់នៅរបស់ម្យ៉ាងដែលជាការប្រើនៅវិជាមន្តអាគមដើម្បីការពារនៅក្នុងផ្ទះរបស់នាងតែងតែធ្វើបែបនេះបន្ទាប់ពីគ្រួសាររបស់នាងឬក៏ជាប្តីនឹងត្រូវបានស្លាប់ដោយសារតែត្រូវអំពើអាគមរបស់គេចឹងហើយបាទជានាងតែងតែមានការបារម្ភនិងតែងតែរៀបចំធ្វើពិធីគ្រប់សពបែបយ៉ាងទាំងអស់ដើម្បីការពារកូនរបស់នាងដែលរស់នៅជាមួយនឹងនាងរាល់ថ្ងៃហើយនាងមានកូនប្រុសម្នាក់ដែលមានឈ្មោះថា Andy និងកូនស្រីម្នាក់ដែលមានឈ្មោះថា Dina ហើយ Andy គឺមានប្រពន្ធម្នាក់ដែលមានឈ្មោះថា Rani ហើយ Dina នាងគឺជាអ្នករៀនច្បាប់ចំណែកឯបងប្រុសរបស់នាង Andy គាត់គឺជាអ្នកមើលចំការអំពើបន្តពីឪពុករាល់ថ្ងៃនេះពួកគេបានឃើញម្ដាយរបស់ពួកគេតែងតែមើលទៅកាន់ក្រណាត់ដែលគាត់បានដាក់ការពារផ្ទះហើយក្រណាត់នោះគឺគាត់តែងតែរាប់ជានិច្ចបើសិនជាវាមានចំនួនចុចនៅលើក្រណាត់សេះគឺមានន័យថាផ្ទះនេះមិនមានបញ្ហាអ្វីនោះទេប៉ុន្តែបើសិនជាចំនួនចុចនៅលើក្រណាត់នោះមានចំនួនគូច្បាស់ជាមានរឿងជាមិនខានចឹងហើយបានជាគាត់តែងតែដើរពិនិត្យមើលឲ្យច្បាស់សូម្បីតែកូនប្រសាររបស់គាត់នឹងក៏មិនសូវដឹងអំពីបញ្ហាមួយនេះដែរបន្ទាប់ពីគាត់ដើរពិនិត្យមើលរបស់របរដែលគាត់ដាក់ការពារផ្ទះរួចហើយគាត់ក៏បានមកអង្គុយទទួលទានបាយជាមួយនឹងកូនពួកគេក៏បានឃើញថាគាត់គឺទើបតែនឹងអាដៃរួចដូច្នេះគាត់គឺទើបតែនឹងធ្វើពិធីរួចនឹងឯងហើយ Andy បានប្រាប់ថាកុំឲ្យគាត់មានការបារម្ភបែបនេះពេកអីទុកឲ្យគាត់គឺជាអ្នកមើលការខុសត្រូវថែរក្សាគ្រួសារមួយនេះពួកគេមិនចង់ឲ្យគាត់មានអបិយជំនឿខ្លាំងពេកនោះទេប៉ុន្តែយ៉ាងណាក៏ដោយក៏គាត់មិនបានខ្វល់ដែរគាត់បានងាកមើលទៅកាន់កូនប្រសារព្រោះតែឃើញថានាងហាក់ដូចជាដកក្បាលពោះជាងមុនគាត់ស្មានថានាងមានផ្ទៃពោះប៉ុន្តែប្តីនិយាយថានាងគ្រាន់តែញ៉ាំច្រើនហើយឡើងគីឡូតែប៉ុណ្ណោះគឺមិនទាន់មានកូនអ្វីនោះទេបន្ទាប់ពីទទួលទានបាយរួចហើយពួកក៏បានទៅកាន់កន្លែងការងាររបស់ពួកគេរៀងខ្លួនហើយស្រីនៅតែសង្ស័យអំពីពោះរបស់កូនប្រសារមើលទៅដូចជាមិនដូចជាអ្នកឡើងគីឡូទាល់តែសោះនៅថ្ងៃហ្នឹងស្រីក៏បានឆ្លៀតឱកាសមកជួបជាមួយនឹងលោកគ្រូគីរ៉ូជូដែលជាលោកគ្រូជួយនាងតាំងពីយូរណាស់មកហើយនាងមកទីនេះក៏ព្រោះតែនាងមានអារម្មណ៍ដូចជាមិនសូវស្រួលទាល់តែសោះដំបូងឡើយលោកគ្រូស្មានថាតើនាងមានរឿងអ្វីប៉ុន្តែការពិតវាគ្រាន់តែញៀនពិសេសរបស់នាងតែប៉ុណ្្នឹងឯងហើយលោកគ្រូគាត់ក៏បានសួរថាចោះរឿងរ៉ាវការកើតឡើងកាលពីលើកមុននោះបានសម្រេចឬក៏បោះសម្អាតបានស្អាតបាតឬក៏អត់បានជានាងចេះតែមានអារម្មណ៍បែបនេះចំណែកឯចំការអំពៅរបស់ Andy ដែលមកគ្រប់គ្រងនេះវិញក៏ចាប់ផ្ដើមមានភ្លើងឆេះយ៉ាងខ្លាំងគាត់ក៏បានឲ្យកម្មកររបស់គាត់នាំគ្នាជួយពន្លត់ជាបន្ទាន់តុកសុកស្រាប់តែរូបថតរបស់ឪពុកម្ដាយរបស់ស្រីនឹងបានធ្លាក់ចុះមកដោយខ្លួនឯងហើយនៅពេលដែលរ៉ានីនាងទៅមើលទៅឃើញថាដៃគោលដូចជាមិនបានរបូរនោះទេហេតុអ្វីបានជាវាធ្លាក់ចុះអញ្ចឹងជួនពេលដែលស្រីបានមកដល់ឃើញល្មមធ្វើឲ្យនាងមានអារម្មណ៍មិនសូវស្រួលទាល់តែសោះនាងក៏បានប្រញាប់រត់ទៅទូរស័ព្ទទៅកាន់ឪពុកម្ដាយរបស់នាងប៉ុន្តែហាក់ដូចជាគ្មានអ្នកលើកនោះទេពេញមួយថ្ងៃស្រីចេះតែរសាប់រសល់ខកទៅគាត់មិនឈប់ប៉ុន្តែក៏នៅតែគ្មានអ្នកលើកដដែលដែលធ្វើឲ្យកូននោះមានការបារម្ភចំពោះនាងនិងនិយាយថាមើលទៅប្រហែលជាគាត់កំពុងតែរវល់ឬក៏បានទៅក្រៅហើយបានជាគាត់មិនបានលើកទូរស័ព្ទកុំឲ្យម្ដាយនឹងមានការបារម្ភខ្លាំងពេកប៉ុន្តែម្ដាយនឹងនៅតែរសាប់រសល់មិនឈប់ទាល់តែសោះគាត់មិនបានហូបបាយនោះទេក៏បានចូលទៅក្នុងបន្ទប់បាត់ទៅហើយកូនស្រីក៏បានទៅជួបនឹងយកទឹកដើម្បីជាលេសគ្រាន់តែបាននិយាយជាមួយនឹងគាត់បន្ទាប់ពីឌីណាបានលួងលោមគាត់បានមួយសន្ទុះហើយនាងក៏បានចាកចេញទៅបាត់ទៅលុះស្អែកព្រឹកឡើងស្រីក៏សម្រេចចិត្តមកផ្ទះម្ដាយឪពុករបស់ខ្លួនភ្លាមប៉ុន្តែ
ហាក់ដូចជាមិនមានមនុស្សនៅទាល់តែសោះហើយទ្វារក៏មិនបានចាសសោដែរដូច្នេះនាងក៏បានដើរចូលទៅប៉ុន្តែបែរជាបានឃើញថាកាហ្វេនិងដំឡូងមីនឹងនៅក្តៅៗនៅឡើយអញ្ចឹងមានន័យថាគឺមានមនុស្សនៅផ្ទះមិនមែនអត់មនុស្សនោះទេប៉ុន្តែហេតុអ្វីបានជាផ្ទះស្ងាត់បែបនេះអ្វីដែលកាន់តែធ្វើឲ្យនាងភ័យនោះគឺដោយសារតែនាងបានឃើញស្នាមឈាមនៅចំកណ្ដាលផ្ទះតែម្ដងដែលធ្វើឲ្យនាងចាប់ផ្ដើមមានការតក់ស្លុតលុះដល់ទៅពេលដែលចូលទៅក្នុងបន្ទប់ទៅឃើញម្ដាយរបស់ខ្លួនបានស្លាប់នៅលើគ្រែបាត់ទៅហើយចំណែកឪពុកវិញគឺពូថៅជាប់ក្បាលនៅក្នុងទូសម្លៀកបំពាក់ឯណោះឃើញបែបនេះធ្វើឲ្យនាងមានចិត្តកាលទៅវាគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះលុះដល់ពេលព្រឹកឡើងNE បាននាំរ៉ានីមកពិនិត្យផ្ទៃពោះហើយក៏បានឃើញថានាងគឺពិតជាមានកូនពិតមែនហើយមានកូនរហូតដល់ទៅ2ខែថែមទៀតផងធ្វើឲ្យពួកគេសប្បាយចិត្តជាខ្លាំងនៅពេលដែលត្រឡប់ទៅវិញនឹងសង្ឃឹមថាម្ដាយបន្ទាប់ពីដឹងថាគាត់មានចៅលើកដំបូងគាត់ច្បាស់ជាសប្បាយចិត្តជាមិនខានប៉ុន្តែសោកស្រាប់តែ NE ឃើញថាមាននារីម្នាក់កំពុងតែឈរសំណឹងមើលមកកាន់ឡានរបស់ពួកគេលុះដល់ទៅពេលដែលចូលទៅដល់ផ្ទះភ្លាមរៀបតែនឹងប្រាប់ដំណឹងនេះទៅហើយក៏ត្រូវបានឌីណានឹងប្រាប់កុំឲ្យពួកគេទាន់អាចប្រាប់អីព្រោះអីម្ដាយរបស់ពួកគេនោះកំពុងតែពិបាកចិត្តគាត់កំពុងតែបារម្ភរឿងយាយតារបស់ពួកគេដែលតាក់ទងមិនបានដល់ទៅពេលអញ្ចឹងពួកគេក៏សម្រេចចិត្តជូនគាត់ទៅកាន់ផ្ទះរបស់យាយតាពួកគេតែម្ដងទៅនៅពេលដែលពួកគេចេញទៅអស់ហើយរបស់ការពារផ្ទះនោះក៏ត្រូវបានធ្លាក់ចុះដោយលិចឡើងនៅអុចរហូតដល់តែ6ដែលមានន័យថាគ្រួសាររបស់ពួកគេនឹងមានគ្រោះថ្នាក់នៅក្នុងពេលឆាប់នេះបន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាយូរស្រីហើយនិងកូនក៏បានធ្វើដំណើរមកដល់ផ្ទះឪពុកម្ដាយរបស់នាងហើយក៏បានឃើញថាពួកគាត់អត់មានរឿងអីកើតឡើងនោះទេស្រីឯណោះខំតែបារម្ភអត់បាយអត់ទឹកពី3ថ្ងៃទៅហើយមូលហេតុដែលពួកគេសម្រេចចិត្តមកនោះគឺដោយសារតែឪពុកគឺជាអ្នកតាក់ទងទៅដោយប្រាប់ថាម្ដាយឈឺប៉ុន្តែនៅពេលដែលមកដល់ឃើញថាគាត់អត់មានឈឺអីនោះទេគ្រាន់តែស្លេកស្លាំងបន្តិចតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលនាងរៀបចំបើកបង្អួចបើកអីឲ្យភ្លឺស្រាប់តែឃើញដំឡូងនិងកាហ្វេត្រូវបានទុកចោលរហូតដល់ផ្សិតហើយនៅពេលដែលពួកគេចូលមកក្នុងផ្ទះបាយឃើញថារបស់មួយចំនួនគឺត្រូវបានខូចផ្អូមហើយសូម្បីតែជុំអាហារឲ្យកូនឬក៏ចៅហ្នឹងក៏អត់មានបានបើកហ្គាសដែរមើលទៅប្រហែលជាគាត់មានបញ្ហាហើយដូច្នេះស្រីក៏បានប្រាប់ឲ្យម្ដាយរបស់ខ្លួនចូលទៅសម្រាប់ទៅផ្ទះបាយទុកឲ្យក្មេងៗជាអ្នកដោះស្រាយហើយអាហារមួយចំនួនហ្នឹងគឺត្រូវបានស្អុយរលួយរហូតដល់ពួកគេនឹងស្ទើរតែទ្រាំមិនបានថែមទៀតផងអញ្ចឹងគឺមានតែបោះសម្អាតវាយកទៅបោះចោលនិងរៀបចំផ្ទះបាយថ្មីតែប៉ុណ្ណោះហើយពួកគេក៏ឆ្ងល់ដែរហេតុអ្វីបានជាពួកគាត់ទុកបណ្ដោយឲ្យផ្ទះបាយคล้ายទៅជាបែបនេះបន្ទាប់ពីប្រមូលសម្រាប់យកទៅបោះចោលឌីណាបានឃើញឆ្មារបស់នាងដែលទុកឲ្យលោកយាយនិងលោកតាចិញ្ចឹមដូច្នេះនាងក៏បានបីវាយកទៅជាមួយព្រោះតែនាងបានលើសំឡេងនៅឯក្នុងឃ្លាំងខាងក្រោយផ្ទះឯណោះប៉ុន្តែនៅពេលដែលនាងសួរទៅលោកតារបស់នាងប្រាប់ថាអត់មានរឿងអីនោះទេលុះដល់ពេលយប់ឡើងនៅពេលដែលទទួលទានអាហារជុំគ្នាពួកគេបាននិយាយអំពីរឿងរ៉ាវដែលពេលដែលពួកគេនៅក្មេងសើចយ៉ាងសប្បាយរីករាយប៉ុន្តែផ្ទុយទៅវិញមើលទៅលោកតាលោកយាយបែរជាមកស្ងួតចាស់អត់មានសើចសូម្បីតែបន្តិចមិនយូរប៉ុន្មានពួកគាត់បែរជាសើចឡើងប៉ុន្តែសើចគួរឲ្យខ្លាចសើចមិនឈប់តតែសោះធ្វើពួកគេមានអារម្មណ៍មិនសូវស្រួលជាងពេលដែលពួកគាត់មិនសើចទៅទៀតលុះដល់ពេលយប់ឡើងឌីណាជាមួយនឹងម្ដាយរបស់នាងបាននិយាយគ្នាពាក់ព័ន្ធជាមួយនឹងរឿងលោកយាយលោកតារបស់នាងម្ដាយគិតថានឹងយកគាត់ទៅនៅជាមួយបែរមករ៉ានីនៅវិញនៅសកនាងបានភ្ញាក់ដឹងខ្លួនឡើងហើយដោយសារតែស្រែកទឹកនាងក៏បានចេញទៅដាក់ទឹកផឹកប៉ុន្តែបែរជាបានឃើញលោកយាយដើរចេញទៅខាងក្រៅអញ្ចឹងនាងក៏បានដើរតាមប៉ុន្តែបែរជាលោកតាមកពីក្រោយនឹងប្រាប់ថាលោកយាយរបស់នាងគាត់តែងតែមើលបែបនេះឯងដូច្នេះកុំខ្វល់អីឲ្យនាងត្រឡប់ប្តីវិញទៅទុកឲ្យគាត់គឺជាអ្នកទៅមើលលោកយាយដល់ទៅពេលអញ្ចឹងរ៉ានីនាងក៏បានត្រឡប់មកកាន់កន្លែងដេករបស់នាងវិញលុះដល់ពេលព្រឹកឡើងស្រាប់តែឌីណាចាប់អារម្មណ៍ថាឆ្មារបស់នាងកាលពីម្សិលមិញទៅណាបាត់ទៅហើយនាងក៏បានដើររកវារ៉ានីភ្ញាក់ព្រឺដោយសារតែលោកយាយបានចូលមកដានាងនៅក្នុងបន្ទប់តែម្ដងព្រោះគាត់ឃើញថានាងគេងយូរពេកចំណែកឯឌីណានាងដើរបណ្ដើរព្រោះតែមិនដឹងថាបាត់ឆ្មារបស់នាងទៅណានោះទេនាងទើបតែនឹងឃើញវាកាលពីម្សិលមិញតែប៉ុណ្ណោះចៃដន្យអីម្ដាយរបស់នាងបានប្រើឲ្យនាងចេញទៅទិញអង្ករនៅខាងក្រៅចំណែកឯអេឌីនេះវិញបានបបួលរ៉ានីទៅកន្លែងមួយគឺជាកន្លែងដែលពួកគាត់ធ្លាប់ទៅនៅពេលដែលគាត់នៅក្មេងហើយនៅពេលដែលស្រីកំពុងតែបោសសម្អាតផ្ទះបានឃើញឪពុករបស់ខ្លួនកាន់ពូថៅដើរទៅខាងក្រៅផ្ទះឃើញអញ្ចឹងគាត់ក៏បានសួរថាចង់ឲ្យកូនប្រុសតាមឬក៏អត់ប៉ុន្តែលោកតាប្រាប់ថាមិនបាច់ទេគាត់ទៅតែម្នាក់ឯងបានហើយគាត់ទៅកាប់ឈើបន្តិចតែប៉ុណ្ណោះហើយនៅពេលដែលឌីណានាងត្រឡប់មកពីទិញអង្ករវិញឃើញនាងក៏បានដើរទៅតាមគាត់ស្រែកហៅគាត់ផងប៉ុន្តែគាត់អត់ឈប់នោះទេតាមចោះតាមឡើងនាងក៏បានជំពប់ជើងដួលហើយស្រាប់តែបាត់លោកតារបស់នាងឈឹងមិនដឹងថាគាត់ទៅណា
ចំណែកឯ Andy បាននាំរ៉ានីមកកាន់មាត់បឹងមួយដែលគាត់តែងតែមកលេងជាមួយនឹងប្អូនស្រីរបស់គាត់ពេលនៅក្មេងឆ្លៀតពេលហ្នឹងរ៉ានីក៏បានសួរនាំអំពីមូលហេតុនៃការស្លាប់ឪពុករបស់គាត់នាងដឹងថាគាត់ស្លាប់ប៉ុន្តែមិនដឹងថាស្លាប់ដោយសារតែមូលហេតុអ្វីនោះទេអញ្ចឹង Andy ក៏បានយល់ព្រមប្រាប់ប៉ុន្តែសង្ឃឹមថាបន្ទាប់ពីគាត់ប្រាប់ហើយនាងមិនផ្លាស់ប្ដូរការគិតចំពោះគ្រួសាររបស់គាត់ឡើយកាលពីមុនម្ដាយរបស់គាត់មានមិត្តភក្តិម្នាក់មានឈ្មោះថាឡៃឡាហើយឪពុករបស់គាត់នោះគឺស្រឡាញ់ឡៃឡាមិនបានស្រឡាញ់ម្ដាយរបស់គាត់នោះទេប៉ុន្តែដើម្បីចង់ឈ្នះឡៃឡានិងបានឪពុករបស់គាត់ម្ដាយក៏សុខចិត្តទៅធ្វើអាគមស្នេហ៍ដើម្បីទាញយកឪពុករបស់គាត់មកនៅជាមួយទាំងដែលឡៃឡាហ្នឹងគឺមានកូនជាមួយនឹងឪពុករបស់គាត់ទៅហើយមិនយូរប៉ុន្មានរឿងរ៉ាវអាក្រក់ក៏ចាប់ផ្ដើមកើតឡើងទៅលើក្រុមគ្រួសាររបស់គាត់គឺឪពុករបស់គាត់ត្រូវបានគេធ្វើអំពើរហូតដល់គាត់ស្លាប់មិនមែនតែឪពុករបស់គាត់នោះទេសូម្បីតែក្រុមគ្រួសារគាត់ទាំងមូលក៏បីតែនឹងស្លាប់ផងដែរគឺដោយសារតែនារីម្នាក់ដែលនាងមានឈ្មោះថាហានូមនាងបានចូលមកក្នុងគ្រួសាររបស់គាត់ធ្វើជាស្រឡាញ់គាត់ប៉ុន្តែការពិតនាងគឺមកសងសឹកនោះទេនាងគឺជាកូនរបស់ឡៃឡាប៉ុន្តែបំណងរបស់ពួកគេដែលចង់សម្លាប់គ្រួសាររបស់គាត់ទាំងមូលមិនបានសម្រេចឡើយគឺគាត់បានជួយសង្គ្រោះជីវិតម្ដាយនិងប្អូនស្រីរហូតដល់ធ្វើឲ្យម្ដាយទាំងពីរនាក់នោះឆេះនៅក្នុងភ្លើងស្លាប់បាត់ទៅចំណែកឯឌីណាអានេះវិញបន្ទាប់ពីបាត់ដានរបស់លោកតានាងក៏ខំប្រឹងរត់ទៅមុខបន្តទៀតទៅស្វែងរកគាត់ចង់ដឹងថាតើគាត់ចូលទៅក្នុងព្រៃធ្វើអ្វីមិនយូរប៉ុន្មាននាងក៏បានឃើញគាត់កំពុងតែកាប់សម្លាប់នៅសត្វមួយក្បាលដែលមើលទៅគួរឲ្យខ្លាចហើយគាត់ថែមទាំងបានឃើញនាងកំពុងតែលួចមើលគាត់ថែមទៀតអញ្ចឹងនាងក៏បានប្រញាប់រត់ត្រឡប់មកវិញបែរមកស្រីនៅវិញនៅពេលដែលនាងកំពុងតែនៅផ្ទះបានលឺម្ដាយរបស់ខ្លួនធ្វើម្ហូបបណ្ដាច្រៀងចម្រៀងដ៏ចំណាយបណ្ដាប៉ុន្តែរឿងដែលមិននឹកស្មានម្ហូបដែលគាត់ធ្វើនោះគឺជាសត្វឆ្មាដែលឌីណាស្វែងរកអស់រយៈពេលមួយថ្ងៃទៅហើយមិននឹកស្មានថាគាត់សម្លាប់ឆ្មានឹងទាល់តែសោះហើយនៅពេលដែលស្រីមុជទឹកឲ្យម្ដាយរបស់ខ្លួនគឺបានឃើញនៅស្នាមជាច្រើនគឺដូចជាស្នាមដំបៅមនុស្សកើតខ្លងអញ្ចឹងនៅលើពេញខ្នងរបស់គាត់ធ្វើឲ្យនាងមានចិត្តអាណិតចំពោះគាត់ជាខ្លាំងចំណែកឯឌីណានៅវិញក៏បានយកឆ្មារបស់នាងយកមកកប់ទាំងសោកសៅនៅពេលដែលកំពុងតែកប់ស្រាប់តែឃើញលោកតាកាន់ថង់មួយដើរចូលទៅក្នុងឃ្លាំងដូច្នេះនាងក៏បានដើរតាមប៉ុន្តែចៃដន្យអីគាត់បានចេញមកបាត់ទៅហើយនាងក៏សង្ស័យនៅក្នុងឃ្លាំងនោះយប់ឡើងនាងក៏បានយករឿងរ៉ាវចំណៃដែលបានកើតឡើងទាំងអស់ប្រាប់ទៅកាន់ម្ដាយរបស់ខ្លួនប៉ុន្តែម្ដាយនិយាយថាវាគ្មានរឿងអីចំណៃនោះទេពួកគាត់ចាស់អញ្ចឹងពួកគាត់មានជំងឺវង្វេងវាជារឿងធម្មតាកុំទៅគិតច្រើនពេកអីAndy ឃើញថាអ្នកដែលនៅលើគ្រែនោះគឺជាអានូមធ្វើឲ្យគាត់មានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងប៉ុន្តែប្រពន្ធរបស់គាត់បានសួរថាតើមានរឿងអីឬក៏ឃើញអីបានជាបងមើលទៅដូចជាភ័យប៉ុន្តែគាត់ប្រាប់ថាមិនអីនោះទេហើយនៅក្នុងយប់នេះស្រីបានចូលមកមើលឪពុកម្ដាយរបស់ខ្លួនសម្រាកប៉ុន្តែដោយសារតែឃើញថាគាត់សម្រាកលូអស់នាងក៏បានបិទទ្វារនិងចេញទៅវិញហើយនៅពេលដែលទ្វារបិទមិនទាន់ទាំងនឹងបានស្រួលបួលផងស្រាប់តែពួកគាត់ទាំងពីរនាក់បែរជាងើបអង្គុយឆ្ងល់នៅក្នុងយប់នឹងផងដែរឌីណាបានភ្ញាក់ដឹងខ្លួនឡើងដោយសារតែនាងឮសំឡេងចំណែកអ្វីម្យ៉ាងនៅក្នុងផ្ទះមួយនេះដូច្នេះនាងក៏បានចេញមកមើលហើយនាងហាក់ដូចជាមានអារម្មណ៍ថាលោកយាយរបស់នាងបានដើរពីក្រោយខ្នងរបស់នាងសម្ដៅទៅកាន់ឃ្លាំងខាងក្រៅដូច្នេះនាងក៏បានបើកទ្វារមើលទៅក៏ស្រាប់តែឃើញថាឃ្លាំងពិតជាបើកភ្លើងពិតមែនអញ្ចឹងច្បាស់ជាមានមនុស្សនៅខាងក្នុងដឹងហើយសំខាន់សោបីជាចាក់នៅខាងក្នុងថែមទៀតដោយសារតែចូលមិនបានឌីណាមានតែស្វែងរកផ្លូវមើលផ្សេងតែប៉ុណ្ណោះហើយនាងក៏បានឃើញលោកតារបស់នាងកំពុងតែធ្វើពិធីអ្វីម្យ៉ាងនៅក្នុងឃ្លាំងមួយនេះស្រាប់តែសុកពេលហ្នឹងលោកតារបស់នាងបានឈរសម្លឹងមើលមុខហើយនាងខំប្រឹងបកស្រាយប្រាប់ថានាងគឺជាឌីណាចៅរបស់គាត់នោះទេប៉ុន្តែគាត់ហាក់ដូចជាមិនមានស្មារតីនៅក្នុងខ្លួនឡើយគាត់បានលើកពូថៅដេញតាមនាងពីក្រោយតែម្ដងណាប្រញាប់រត់ចូលទៅក្នុងផ្ទះវិញបិទទ្វារជាប់ចំណែកលោកតាគិតថាពីគួរទ្វារខាងក្រៅកាន់តែខ្លាំងទៅមិនយូរប៉ុន្មានសំឡេងគួរទ្វារក៏ត្រូវបានបាត់ហើយនាងងាកមើលលោកតាក៏បាត់ដូចគ្នាផងដែរលោកតាគាត់បានសួរថាយប់ស្មោះនេះទៅហើយហេតុអ្វីបានជាមិនទាន់គេងទៀតប៉ុន្តែឌីណាប្រាប់ថានាងមកគ្រាន់តែយកទឹកផឹកតែប៉ុណ្ណោះបន្ទាប់មកនាងក៏បានដើរទៅគេងវិញបាត់ទៅចំណែកអេរ៉ានីចេះតែរត់សាប់ប្រសល់ព្រោះតែនាងបានឮសំឡេងលោកយាយដល់ទៅពេលបើកភ្នែកទៅពិតជាបានឃើញលោកយាយនៅទីនេះពិតមែនហើយគាត់បានយកដៃទៅស្ទាបអង្អែពោះរបស់នាងហើយនាងវិញគឺមិនអាចធ្វើឲ្យបានទាំងអស់ចង់ស្រែកឲ្យប្តីជួយក៏មិនអាចស្រែកបានហាក់ដូចជាជាប់អ្វីមួយអញ្ចឹងលុះដល់ស្អែកឡើងឌីណាបានយករឿងរ៉ាវចំណៃកាត់ឡើងប្រាប់ទៅកាន់ម្ដាយនាងសង្ស័យថាលោកតាលោកយាយមានអ្វីចំណែកហើយម្ដាយរបស់នាងគឺជាអ្នកដែលតែងតែសង្ស័យជាងគេប៉ុន្តែហេតុអ្វីបានជាពេលនេះគាត់បែរជានៅស្ងៀមធ្វើជាមិនដឹងមិនឮទៅវិញ
ទាំងដែលម្ដាយនិយាយថាគាត់ហាក់ដូចជាមិនមានអារម្មណ៍ចំណែកអ្វីឡើយហើយរាល់ដងនៅពេលដែលគាត់មានអារម្មណ៍សង្ស័យអញ្ចឹងពួកគេបែរជាស្ដីបន្ទោសមកកាន់គាត់ចំណែកឯរ៉ានីក៏បានប្រាប់រឿងរ៉ាវចំណែកចំពោះលោកយាយដែលតែងតែមកស្ទាបបង្អែលពោះរបស់នាងដែរនាងចង់ត្រឡប់ទៅផ្ទះវិញប៉ុន្តែប្តីរបស់នាងប្រាប់ថាមិនអាចត្រឡប់ទៅវិញទាំងដែលពេលនេះបាននោះទេហើយកុំចេះតែគិតព្រះបដាវាគ្មានរឿងអ្វីកើតឡើងឡើយដោយសារតែនិយាយមិនត្រូវគ្នានាងក៏បានដើរចូលទៅខាងក្នុងវិញបាត់ទៅរ៉ានីបានយករឿងរ៉ាវចំណែកនេះទៅនិយាយជាមួយនឹងឌីណាវិញនាងប្រាប់ថាមកតាមនាងមួយផ្លែតនាងមានរឿងចង់និយាយប្រាប់ស្របពេលដែលលោកតាលោកយាយនោះក៏កំពុងតែឈរសម្លឹងមើលមកកាន់ពួកគេនៅក្នុងក្រសែភ្នែកមួយដែលមើលទៅគួរឲ្យខ្លាចផងដែរចំណែកឯនៅខាងមុខផ្ទះវិញបែរជាមានអ្នកមករកទាំងព្រឹកហើយនៅពេលដែលស្រីចេញទៅជួបគឺអ្នកដែលមកពីខាងសង្កាត់គឺគេយកសម្បត្តិយកមកឲ្យប៉ុន្មានថ្ងៃមុនគឺគេបានមកម្ដងដែរប៉ុន្តែអត់ឃើញអ្នកនៅផ្ទះនោះទេធ្វើឲ្យស្រីចាប់ផ្ដើមឆ្ងល់ថាឪពុកម្ដាយរបស់នាងគឺនៅផ្ទះរហូតហើយរួចបានជាគេនិយាយបែបនេះប៉ុន្តែអ្នករត់សម្បត្តិនោះគេនិយាយដដែលថាគឺពិតជាអត់មានមនុស្សពិតមែនប៉ុន្តែសំណាងហើយពេលនេះមានមនុស្សអញ្ចឹងគេក៏បានប្រកល់សម្បត្តិហើយចាក់ចេញទៅវិញបាត់ទៅលុះដល់តែពេលដែលគាត់ចូលមកក្នុងផ្ទះវិញគាត់រកឪពុកម្ដាយរបស់គាត់មិនឃើញទាល់តែសោះគាត់ចូលទៅរកក្នុងបន្ទប់រួចហើយអញ្ចឹងគឺមានតែសួរទៅកាន់កូនប៉ុន្តែកូនហ្នឹងក៏អត់ឃើញដូចគ្នាដែរធ្វើឲ្យពួកគេចាប់ផ្ដើមឆ្ងល់ថាតើគាត់ទៅណាហើយនៅពេលហ្នឹងឌីណាបាននិយាយប្រាប់ថាធ្លាប់ឃើញលោកតានៅក្នុងព្រៃខាងក្រោយផ្ទះអញ្ចឹងគឺមានតែនាំគ្នាចូលទៅក្នុងព្រៃនោះដើម្បីទៅរកគាត់តែប៉ុណ្ណោះប៉ុន្តែនៅពេលដែលមកដល់ទីនេះអត់បានឃើញគាត់នោះទេផ្ទុយទៅវិញបែរជាបានឃើញសាកសពពពែដែលត្រូវបានលោកតាកាប់សម្លាប់កាលពីថ្ងៃមុននោះស្លាប់ឡើងស្អុយស្ទើរតែរលួយទៅហើយមិនមែនមានតែមួយក្បាលនោះទេគឺមានរហូតដល់ទៅ4 5ក្បាលឯណោះអ្វីដែលកាន់តែចម្លែកពពែទាំងអស់នោះគឺមានតែដងខ្លួនអត់មានក្បាលឡើយសារតែឃើញសាកសពរបស់សត្វស្អុយរលួយចឹងធ្វើឲ្យរេនីគឺនាងទ្រាំមិនបានក៏បានទៅក្អួតប៉ុន្តែពេលនោះស្រាប់តែនាងបានឃើញមនុស្សចម្លែកម្នាក់នៅចំពីមុខរបស់នាងតែម្ដងធ្វើឲ្យនាងភ័យបំរុងនឹងរត់ចេញប៉ុន្តែនៅពេលដែលងាកមើលម្ដងទៀតស្រាប់តែបាត់លុះដល់ពេលយប់ឡើងពួកគេក៏បាននាំគ្នាត្រឡប់មកវិញព្រោះតែរកមិនឃើញប៉ុន្តែអ្វីដែលចម្លែកបែរជាបានឃើញថាផ្ទះបើកភ្លើងធម្មតាលុះដល់ពេលដែលពួកគេចូលមកខាងក្នុងបែរជាបានឃើញពួកគាត់កំពុងតែចាក់ភ្លេងរំខាងក្នុងទៅវិញទាំងដែលជើងនោះគឺស្ទើរផុកចូលមកក្នុងផ្ទះប្រឡាក់ឡើងពេញនឹងហើយស្រីក៏បានលាងសម្អាតមុជទឹកឲ្យម្ដាយរបស់នាងតបមកពួកគេបានសួរនាំពួកគាត់ថាតើចេញទៅណាប៉ុន្តែពួកគាត់មិនខ្វល់នោះទេម្ដាយរបស់នាងបែរជាយកដៃទៅចង្អុលនិងប្រាប់ឲ្យរេនីរក្សាកូនឲ្យបានល្អផ្ទុយទៅវិញស្រីប្រាប់ថាកុំនិយាយចឹងអីព្រោះតែនាងមិនទាន់មានកូននោះទេប៉ុន្តែម្ដាយរបស់នាងប្រាប់ថាគាត់មើលមិនចេះខុសឡើយគាត់ចាស់ចំណាស់នេះទៅហើយនាងពិតជាមានកូនពិតមែនដែលធ្វើគ្រប់គ្នាមានការភ្ញាក់ផ្អើលមិនក៏គាត់ដឹងទៅដល់ទៅពេលអញ្ចឹងអេឌីមានតែយករឿងមួយនេះមកនិយាយនៅពេលហ្នឹងតែម្ដងទៅដែលធ្វើឲ្យម្ដាយនោះគឺខឹងយ៉ាងខ្លាំងបានស្រែកស្ដីបន្ទោសឲ្យពួកគេថែមទៀតផងដែលធ្វើឲ្យរ៉ានីមិនសប្បាយចិត្តទាល់តែសោះនៅពេលដែលម្ដាយដឹងថាខ្លួនមានកូនគាត់មិនសប្បាយចិត្តបែរជាស្ដីបន្ទោសឲ្យទៅវិញហើយឌីណាក៏ឆ្ងល់ដែរហេតុអ្វីបានជាម្ដាយរបស់នាងខឹងសម្បាខ្លាំងនៅពេលដែលដឹងថារ៉ានីមានកូនបែបនេះអញ្ចឹងហើយអេនឌីនៅពេលដែលគាត់កំពុងតែលុបមុខនៅក្នុងបន្ទប់ទឹកស្រាប់តែគាត់បានឃើញសុកម៉ានៅពីក្រោយខ្នងប៉ុន្តែដល់ពេលដែលងាកមើលឲ្យច្បាស់ទៅអត់ឃើញនោះទេអញ្ចឹងគាត់ក៏បានបិទទ្វារដើរចេញមកពីបន្ទប់ទឹកវិញប៉ុន្តែនៅពេលដែលគាត់បើកទ្វារបំរុងចូលបន្ទប់ស្រាប់តែបន្ទប់មួយទៀតបើកទ្វារដោយខ្លួនឯងដោយសារតែឆ្ងល់គាត់ក៏បានដើរមកមើលហើយគាត់ក៏បានដើរចូលទៅមើលនៅក្នុងបន្ទប់លោកតាលោកយាយរបស់គាត់ផងដែរប៉ុន្តែអត់ឃើញលោកទាំងពីរគេនៅក្នុងបន្ទប់ឡើយអញ្ចឹងគាត់ក៏បានតែអោតខាងក្រោយផ្ទះពេលនោះគាត់បានឃើញថានៅក្នុងឃ្លាំងរបស់លោកតាហ្នឹងគឺមានភ្លើងភ្លឺដូចជាមានមនុស្សនៅខាងក្នុងហេតុនេះគាត់ក៏បានដើរទៅមើលប៉ុន្តែដោយសារតែជាប់សោគាត់ក៏បានទៅលួចមើលនៅខាងក្រោយវិញពេលនោះស្រាប់តែគាត់បានឃើញថាលោកតានិងលោកយាយរបស់គាត់នោះកំពុងតែធ្វើពិធីអ្វីមួយយ៉ាងមើលទៅគួរឲ្យខ្លាចហើយថែមទាំងគាត់កំពុងតែហូបសាច់ឆៅថែមទៀតផងប៉ុន្តែនៅពេលហ្នឹងគាត់បានជន់ប៉ះត្រូវចំកំប៉ុងដែលធ្វើឲ្យលោកតានិងលោកយាយបានដឹងដូច្នេះអេនឌីគឺមានតែប្រញាប់ត្រឡប់មកវិញតែប៉ុណ្ណោះមុនពេលដែលពួកគាត់ចេញមកឃើញទាន់ចំណែកស្រីនេះវិញនៅសសកទ្វារបន្ទប់របស់នាងក៏ត្រូវបានបើកដូច្នេះនាងក៏បានចេញមកមើលប៉ុន្តែដោយសារតែអត់ឃើញអីអញ្ចឹងនាងក៏បានបំរុងចូលវិញពេលនោះក៏ស្រាប់តែប្តីរបស់នាងបានបង្ហាញខ្លួនចេញមកឃើញអញ្ចឹងនាងក៏បានប្រញាប់ដាស់កូនឲ្យភ្ញាក់ដឹងខ្លួនឡើងប៉ុន្តែដាច់យ៉ាងណាក៏មិនភ្ញាក់ដែរលុះដល់តែពេលដែលនាងងាកមើលទៅម្ដងទៀតក៏ស្រាប់តែបាត់ប៉ុន្តែការពិតប្តីគឺនៅនឹងចិត្តខ្លួនរបស់នាងហើយកូនរបស់នាងក៏បានប្រែក្លាយទៅជាឡៃឡាថែមទៀតផងលុះដល់ពេលវេលាព្រឹកឡើងស្រាប់តែលោកតាលោកយាយគាត់បានមកធ្វើម្ហូបនោះគឺធ្វើចំណាយខ្លាំងមែនតែនសូម្បីតែបន្លែក៏មិនបានចិត្តសម្បកដែរធ្វើទាំងអស់តែម្ដងចំណែកឯឌីណានៅពេលដែលនាងភ្ញាក់ដឹងខ្លួនឡើងបានឃើញសម្បត្តិម្ដាយសរសេរទុកឲ្យហើយបងប្រុសរបស់នាងឆ្ងល់ថាតើម៉ែទៅណាបានយកឡានរបស់គាត់ទៅតាំងពីព្រឹកអញ្ចឹងនាងក៏បានប្រកល់សម្បត្តិនេះឲ្យទៅកាន់បងប្រុសមើលឲ្យដឹងថាម្ដាយរបស់ពួកគេទៅណា
ដោយគាត់យកឡានហ្នឹងគឺទៅមានការសំខាន់មួយអញ្ចឹងគាត់ទៅរៀងយូរបន្តិចពួកគេទាំង3នាក់ក៏បានធ្វើការពិភាក្សាគ្នាពាក់ព័ន្ធជាមួយនឹងរឿងចម្លែកដែលបានកើតឡើងនៅក្នុងផ្ទះមួយនេះពួកគេគិតថាមានអ្វីមិនស្រួលហើយប៉ុន្តែពេលនោះក៏ស្រាប់តែលោកយាយបានដើរចូលមកនិងហៅពួកគេឲ្យទៅញ៉ាំបាយជុំគ្នាព្រោះម្ហូបពេលព្រឹកគាត់បានធ្វើរួចទៅហើយការពិតទៅពួកគេគឺអត់ចង់ហ៊ានញ៉ាំនោះទេប៉ុន្តែដោយសារតែឃើញពួកគាត់បង្ខំពេកក៏ទ្រាំលេបបាយនឹងចូលតែម្ដងទៅណៃអេស្រីនាងមកនឹងគឺដោយសារតែនាងមានការមកជួបជាមួយនឹងលោកគ្រូគីនិងប្រាប់ពីរឿងរ៉ាវដែលបានកើតឡើងជាពិសេសគឺរឿងដែលកូនប្រសាររបស់គាត់មានកូនថែមទៀតផងគ្រាន់តែលោកគ្រូគីគាត់ឮថាកូនប្រសាររបស់គាត់មានកូនធ្វើឲ្យលោកគ្រូគីដឹងថាច្បាស់ជាមានរឿងមិនស្រួលជាមិនខានហើយមូលហេតុដែលពួកគេទៅផ្ទះរបស់លោកតាលោកយាយនោះគឺត្រូវបានពពួកវិញ្ញាណទាំងអស់នឹងវាបោកបញ្ឆោតនោះទេចំណែកពួកគេនៅវិញក៏បានចែកផ្លូវគ្នាទៅស្វែងរកផតតាំងរៀងខ្លួនដោយទុកឲ្យរីនីនៅតែនេះតែម្នាក់ឯងតែប៉ុណ្ណោះប៉ុន្តែបានផ្ដាំថាបើសិនជាមានរឿងអ្វីគឺត្រូវតែស្រែករ៉ានីបានចូលមកក្នុងបន្ទប់របស់លោកយាយលោកតាដើម្បីស្វែងរកនៅផតតាំងមួយចំនួនហើយចំណែកឯអេឌីនៅវិញគឺគាត់បានចូលមកក្នុងឃ្លាំងដើម្បីស្វែងរកផតតាំងដែរប៉ុន្តែទ្វារគឺត្រូវបានជាប់សោចូលអត់បាននោះទេហើយមើលទៅលោកយាយលោកតានឹងក៏ហាក់ដូចជាបានដឹងអំពីសកម្មភាពរបស់ពួកគេដែរប៉ុន្តែគាត់មិនបានខ្វល់ឡើយហាក់ដូចជាមានគម្រោងអ្វីមួយអញ្ចឹងគឺគាត់បានហៅរ៉ានីនឹងឲ្យមកជួបជាមួយនឹងគាត់ចំណែករ៉ានីក៏បានមកជួបជាមួយនឹងគាត់ទាំងសភាពភ័យខ្លាចដូចជាមានអារម្មណ៍មិនសូវស្រួលហើយលោកតាគាត់ក៏បានកាន់យកកៅអីមកនិងប្រាប់ឲ្យនាងអង្គុយចុះបែរមកអេនឌីនៅវិញគាត់ស្វែងរកប្រឡោះចូលទៅខាងក្នុងនោះឲ្យទាល់តែបាននៅទីបំផុតគាត់ក៏បានរកឃើញចំណែកឯលោកគ្រូគីគាត់បានធ្វើពិធីទៅលើកញ្ចក់របស់គាត់បានធ្វើការសូត្រនមន្តអាគមបន្ទាប់ពីសូត្រនៅមន្តអាគមចប់ហើយគាត់ក៏បានបើកភ្នែកធំហាក់ដូចជាគាត់បានឃើញនៅអ្វីមួយយ៉ាងចំណែកអេនឌីនៅវិញគាត់បានទម្លុះចូលមកតាមទ្វារក្រោយហើយបើកភ្លើងទៅឃើញថានៅទីនេះពោពេញទៅដោយឈាមលុះដល់ពេលបើកក្រណាត់មើលទៅឃើញថានៅទីនេះគឺពោពេញទៅដោយឧបករណ៍នៃការធ្វើពិធីគឺក្រុមគ្រួសាររបស់គាត់ទាំងអស់ត្រូវបានគេធ្វើអំពើនៅទីនេះឯងចំណែកឯកញ្ចក់ដែលលោកគ្រូគីគាត់រៀបចំធ្វើពិធីក៏ចាប់ផ្ដើមពុះនឹងទឹកក្តៅពួកគាត់ខំប្រឹងទប់ក៏ស្រាប់តែលេចរូបរាងរបស់គ្រូអាគមម្នាក់ដែលមានឈ្មោះថាចាវូកញ្ចក់ក៏ត្រូវបានផ្ទុះបែករហូតដល់អំបែងនោះខ្ទាតមុតពេញមុខរបស់លោកគ្រូគីប៉ុន្តែដង្ហើមចុងក្រោយរបស់គាត់បានទៅយកកំបិតអាគមជាមួយនឹងរបស់ម្យ៉ាងទៀតយកប្រគល់ទៅឲ្យស្រីនិងប្រាប់ថាមានតែរបស់តែពីរនេះតែប៉ុណ្ណោះទើបអាចជួយក្រុមគ្រួសាររបស់ស្រីបានបន្ទាប់មកលោកគ្រូគាត់ក៏ត្រូវបានស្លាប់បាត់បង់ជីវិតបាត់ទៅចំណែកឯឌីណាបានរកឃើញខ្សែករបស់លោកយាយប្រឡាក់ឈាមធ្វើឲ្យនាងសង្ស័យថាឬក៏លោកយាយរបស់នាងមានរឿងអ្វីកើតឡើងឬក៏គាត់ស្លាប់បាត់ទៅហើយការពិតគាត់ពិតជាស្លាប់ពិតមែនព្រោះតែអេនឌីបានរកឃើញសាកសពរបស់លោកយាយលោកតារបស់ពួកគេហ្នឹងនៅក្នុងឃ្លាំងខាងក្រោយឯណោះស្អុយឡើងចង់រលួយទៅហើយមុនពេលដែលអេនឌីចេញទៅនាងក៏បានឃើញការកត់ចំណាំនៅថ្ងៃទី30គឺជាថ្ងៃធ្វើពិធីសុកម៉ានឹងឯងទីបំផុតគ្រប់យ៉ាងក៏ត្រូវបានលាតត្រដាងដោយរ៉ានីហ្នឹងក៏នាងបានឃើញពីរូបភាពពិតនៃលោកយាយលោកតារបស់នាងតែពិតពួកគាត់គឺមិនមែនជាមនុស្សនោះទេពួកគាត់គឺសិតតែជាខ្មោចអញ្ចឹងនាងក៏បានប្រញាប់ក្រោកឡើងនិងរត់ចេញទៅប៉ុន្តែនាងបែរជាឮសំឡេងហៅដូច្នេះនាងក៏បានឈប់សិនលុះដល់តែពេលងាកមើលទៅអត់ឃើញអីទាំងអស់ប៉ុន្តែនាងក៏ត្រូវបានគេវាយសន្លប់បាត់ទៅហើយចំណែកឯអេនឌីគាត់បានឡើងមកជន់ខឹងលើឃ្លាំងហើយពេលនោះគាត់បានឃើញថាកន្លែងនេះដូចជាមានមនុស្សស្នាក់នៅមិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងបានឃើញមានថ្នាំបំបត្តិសម្លាក់ថែមទៀតផងហើយនៅពេលដែលគាត់ឮសំឡេងសើចនៅខាងក្រោមគាត់ក៏បានប្រញាប់ចុះមកវិញប៉ុន្តែមិននឹកស្មានថាអានូមបែរជានៅមានជីវិតតតែសោះហើយអានូមក៏បាននិយាយថាការពិតទៅនាងអត់ទាន់ស្លាប់នោះទេគឺត្រូវបានអ្នកបម្រើម្ដាយរបស់នាងជួយនាងនិងជួយសង្គ្រោះជីវិតរបស់នាងឲ្យរស់រានមានជីវិតបន្តទៅទៀតហើយនាងក៏បានធ្វើការជាជំនួយការរបស់គាត់នៅក្នុងបន្ទីពេទ្យព្រោះអីគាត់គឺជាអ្នកបើកឡានដឹកអ្នកជំងឺនឹងឯងហើយនៅថ្ងៃមួយនាងក៏ចាប់ផ្ដើមមានកំហឹងចង់សងសឹកនៅពេលដែលនាងបានឃើញពួកគេទាំងពីរនាក់សប្បាយចិត្តល្អលឿនជាមួយនឹងគ្នាប៉ុន្តែត្រូវបានលោកអ៊ំម្នាក់ហ្នឹងគាត់ហាមឃាត់មិនឲ្យនាងធ្វើបែបនេះនោះទេហើយដោយសារតែគាត់ចង់នៅរារាំងនៅបំណងរបស់នាងនៅទីបំផុតគាត់ក៏ត្រូវបាននាងសម្លាប់ហើយនាងចាប់ផ្ដើមធ្វើពិធីដើម្បីហៅព្រលឹងរបស់លោកគ្រូចាវូមកលោកគ្រូចាវូនោះគឺជាលោកគ្រូដែលម្ដាយរបស់នាងពឹងពាក់ការពីលើកមុននឹងឯងប៉ុន្តែដោយសារតែគ្រួសាររបស់ស្រីមានរបស់ការពារខ្លាំងពូកែអញ្ចឹងគឺពួកគាត់មិនអាចធ្វើឲ្យបាននោះទេមានតែចូលទៅក្នុងផ្ទះរបស់ឪពុកម្ដាយរបស់ស្រីសម្រាប់គាត់ហើយបន្លំខ្លួនធ្វើជាពួកគាត់ហៅពួកគេឲ្យចេញពីផ្ទះនោះមកតែប៉ុណ្ណោះហើយនាងក៏បានធ្វើទៅតាមផែនការដែលបានចូលទៅសម្លាប់ឪពុកម្ដាយរបស់ស្រីម្ដងមួយរហូតដល់ពួកគាត់ស្លាប់អស់
នឹងខលបញ្ឆោតឲ្យពួកគេចេញពីផ្ទះនោះមកនិងមកនៅផ្ទះរបស់លោកយាយលោកតាវិញដើម្បីងាយស្រួលនៅក្នុងការសងសឹកហើយអេនឌីខឹងនឹងនិយាយថាលោកយាយលោកតារបស់គាត់អត់ដឹងអីនោះទេហេតុអ្វីបានជាធ្វើបែបនេះដល់ពួកគាត់អញ្ចឹងចំណែកឯស្រីនៅពេលដែលគាត់ត្រឡប់មកដល់ផ្ទះវិញស្រាប់តែអត់ឃើញមនុស្សនោះទេផ្ទុយទៅវិញបែរជាមានឈាមនៅក្នុងផ្ទះបន្ទាប់ពីពេលដែលគាត់បើកទ្វារទៅក៏ស្រាប់តែឃើញការធ្វើពិធីអាគមមួយព្រមទាំងថ្ងៃកំណត់នៃការធ្វើពិធីអាគមនឹងថែមទៀតផងវាគឺត្រូវជាថ្ងៃនឹងឯងហើយពួកគេក៏កំពុងតែធ្វើពិធីអាគមនៅឯក្នុងព្រៃខាងក្រៅផ្ទះឯណេះគឺធ្វើពិធីអាគមម្យ៉ាងដើម្បីយកកូនរបស់រ៉ានីចេញពីក្នុងពោះរបស់នាងតែម្ដងមិនដឹងថាពិធីអាគមនោះគឺជាប្រភេទពិធីអាគមអ្វីនោះទេចំណែកឯស្រីនាងក៏ប្រញាប់កាន់ធុងសាំងមួយសម្ដៅមកកាន់ខាងក្រៅផ្ទះព្រោះដឹងថាពួកគេច្បាស់ជានៅទីនេះជាមិនខានស្របពេលដែលហានូមជាមួយនឹងលោកគ្រូចាវូបានចងពួកគេជាប់ជាមួយនឹងចំណងអបាត់ទៅហើយនាងក៏ចាប់ផ្ដើមធ្វើពិធីនៅពេលដែលពន្លឺព្រះច័ន្ទចាប់ផ្ដើមពេញបរមីហានូមខំប្រឹងទាញច្បូតយកកូនចេញពីក្នុងពោះរបស់រ៉ានីទោះបីជាពួកគេនឹងខំប្រឹងស្រែកហាមឃាត់យ៉ាងណាក៏ដោយចំណែកលោកគ្រូចាវូគាត់ក៏នៅតែបន្តធ្វើពិធីរបស់គាត់ដូចគ្នាផងដែរហើយការធ្វើពិធីមួយនេះគឺជាការធ្វើឲ្យមនុស្សដែលស្លាប់ទៅហើយនោះមានជីវិតរស់មកវិញនៅក្នុងសាទពោះរបស់គោញីដែលលោកគ្រូចាវូនឹងគាត់យកមកនឹងឯងមិនយូរប៉ុន្មានកូនរបស់រ៉ានីក៏ត្រូវបានចេញមកខាងក្រៅដូច្នេះការធ្វើពិធីមួយនេះក៏ត្រូវបានសម្រេចចំណែកឯស្រីនៅពេលដែលមកដល់នាងក៏ខំប្រឹងពួនលបដើម្បីមកលួចស្រាយចំណងឲ្យកូនរបស់នាងទាំងពីរដើម្បីធ្វើការទល់ជាមួយនឹងពួកគេចំណែកឯសត្វគោដែលត្រូវបានយកមកធ្វើពិធីនិងសម្លាប់នោះក៏ចាប់ផ្ដើមត្រូវបានលោកគ្រូចាវូគាត់វះពោះដើម្បីឲ្យឡៃឡាដែលត្រូវជាម្ដាយរបស់អានូមរស់ឡើងវិញមកសារជាថ្មីម្ដងទៀតហើយនាងគឺពិតជាកើតចេញពីក្នុងនឹងមកពិតមែនប៉ុន្តែដោយសារតែនាងនៅមានខ្លួនអាក្រាតអានូមក៏បានប្រញាប់យកក្រណាត់ដើម្បីយកទៅរុំខ្លួនឲ្យនាងហើយនាងក៏បានអោបយំទាំងក្តីនឹករលឹកចំណែកឯស្រីនេះវិញនាងក៏បានសម្រេចចិត្តចាក់សាំងដុតខ្លួនឯងតែម្ដងព្រោះតែរឿងនេះគឺនាងជាអ្នកធ្វើឡើងចឹងនាងគឺត្រូវតែជាអ្នកបញ្ចប់ប៉ុន្តែក៏ត្រូវបានលោកគ្រូចាវូនោះរារាំងមិនឲ្យពួកគេទៅក្បែរម្ដាយកូនទាំងពីរនាក់នឹងនោះទេចៃដន្យអីរបស់អាគមដែលលោកគ្រូគីទុកឲ្យនឹងស្រីក៏បានប្រើវាដើម្បីកំចាត់នៅលោកគ្រូចាវូបន្ទាប់ពីលោកគ្រូចាវូត្រូវបានស្លាប់បាត់ទៅស្រីក៏សម្រេចចិត្តធ្វើការបូជាខ្លួនឯងដើម្បីឲ្យរឿងនេះត្រូវបានបញ្ចប់ទោះបីជាកូនរបស់នាងខំហាមឃាត់យ៉ាងណាក៏ដោយក៏នាងនៅតែធ្វើការដុតខ្លួនឯងនិងស្ទុះរត់ទៅអោបឡៃឡាដែលទើបតែនឹងមានជីវិតរស់ឡើងវិញអំបញ្ញមិញនៅទីបំផុតពួកគេក៏ត្រូវបានស្លាប់ទាំងពីរនាក់តែម្ដងទៅឃើញបែបនេះធ្វើឲ្យអានូមគឺខឹងកាន់តែខ្លាំងនាងមានបំណងចង់សម្លាប់កូនរបស់ស្រីជំនួសវិញប៉ុន្តែត្រូវបានអេឌីឃើញទាន់អេឌីក៏បានមកស្ទុះហើយអានូមក៏ត្រូវបានស្លាប់នៅក្នុងពេលនឹងឯងបន្ទាប់មកពួកគេក៏បាននាំគ្នាចាកចេញពីទីនឹងមកត្រឡប់មកផ្ទះវិញហើយបន្ទាប់ពីរៀបចំខ្លួនរួចរាល់ពួកគេក៏បាននាំគ្នាចាកចេញពីទីនេះត្រឡប់ទៅផ្ទះហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់